hay miên lia cháu đi thay cô xịt cô pol đấy pol đã sát là thế mình cha hay mà nhóm sẽ là trái vô nắng tới thở à vậy bà ta phụ trái và phụ cái thèm nữa thở mong thở luôn thôi cháu nhung thơ ấy ai đã thơ thảo nhầm tinh thơ không dạ lo mấy nè thấy han đom hay dầm han bạn non mình non sạch khơi yên biết nhập đạo không bột món chồng dạ chặt một đáy cho mình ấy cầm lóc ấy thoạt đá vẫn đặt vẫn đi đo chỉ cọt đi số 1 đấy dạนี่คือជាវត្ថុធាតុផ្សំសម្រាប់ថ្នាំពុលធម្មជាតិដែលយើងធ្វើសម្រាប់បណ្ដេញទៅលើពពួកដង្កូវឬក៏ពពួករុយសដែលបំផ្លាញទៅលើដំណាំគ្រប់ប្រភេទមានដំណាំបន្លែហើយនិងដំណាំហូបផ្លែផងដែរដែលវត្ថុធាតុដើមផ្សំសំខាន់ដែលយើងអាចរកបានមានទី1គឺយើងមានម្ទេសទីហ្នឹងគឺយើងមានស្លឹកក្រូចសើចអាចដាក់ផ្លែក៏បានដាក់ស្លឹកក៏បានហើយយកប្រហែលប៉ុនគ្នាមកស្លឹកក្រូចសើច1ខាំម្ទេស1ខាំហើយនេះគឺយើងមានជាប្រភេទថ្នាំជក់ហ្នឹង1ខាំដែរមកថ្នាំខ្លាំងហើយមានប្រភេទជាខ្ទឹមហើយយើងអាចរកបានខ្ទឹមឯង1ខាំដូចគ្នាហើយយើងមានជាប្រភេទម្ដេងនេះជាម្ដេងណាដូចគ្នាទាំងអស់គឺ1ខាំដូចគ្នាហើយនឹងមាននេះខ្ញីដែលយើងកិនហើយខ្ញីក៏1ខាំដែរហើយនឹងមាននេះគេហៅថាខ្ទឹមបារាំងក៏1ខាំដូចគ្នាហើយនេះស្លឹកល្ហុងយើងអាចដាក់ស្លឹកល្ហុងក៏ដូចគ្នាដែរគឺ1ខាំហើយនឹងមានគល់ក្រីដែលយើងអាចរកបាន1ខាំដូចគ្នានិងចុងក្រោយនេះមានបណ្ដូលពេជ្របាទគឺបណ្ដូលពេជ្រណាដុសតាមលបងឬតាមអីហើយនឹងមានមួយទៀតគឺស្ករងួឬក៏យើងអាចយកស្ករត្នោតដើម្បីកម្លោចធ្វើក៏បានដែរអញ្ចឹងវត្ថុធាតុផ្សំមានប៉ុណ្ណឹងហើយសម្រាប់សម្ភារៈដែលយើងត្រូវមានគឺយើងត្រូវមានដូចជាត្បាល់សម្រាប់បុកកំបិតសម្រាប់ហាន់ហើយនឹងមានឆ្នាំងសម្រាប់ស្ងោរវាហើយសម្រាប់វត្ថុធាតុផ្សំទាំងអស់នេះគឺយើងប្រើប្រាស់ជាមួយនឹងទឹកចំណុះពី5ទៅ7លីត្រតែប៉ុណ្ណោះក្នុងវត្ថុធាតុផ្សំខាងលើចំពោះការធ្វើវិញគឺចាប់ដើមដំបូងគឺត្រូវហាន់ឬក៏ចិតនៅវត្ថុធាតុផ្សំទាំងអស់ហើយសម្រាប់មន្ទីរគឺស្រក់ថង់មួយសម្រាប់បុកកុំឲ្យខ្ទាតចូលភ្នែកហើយយើងនឹងធ្វើការកូរស្ករត្នោតហ្នឹងឲ្យទៅជាស្កររងូរួចហើយយើងចាប់ផ្ដើមដាក់ទឹកដោយក្នុងវត្ថុធាតុផ្សំខាងលើត្រូវដាក់ទឹកចំនួនពី5ទៅ7លីត្រនិងចុងក្រោយគឺយកវត្ថុធាតុផ្សំទាំងអស់ចូលគ្នាហើយច្រកនៅក្នុងស្បោងឬក៏ថង់អីមួយដែលអត់មានសារធាតុគីមីឬអីយកទៅគក់ទឹកឲ្យបានស្អាតរួចហើយដាក់នៅក្នុងឆ្នាំងដាំពុះរយៈពេល3ម៉ោងដើម្បីឲ្យវាចេញជាតិហើយទុកឲ្យត្រជាក់យើងនឹងស្រង់វត្ថុធាតុដើមនេះចេញនិងច្រកទុកនៅក្នុងដបទឹកសុទ្ធជាការស្រេចអរគុណសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់រីករាយនៅវីដេអូបន្ទាប់សូមអរគុណ